សួស្តីអ្នកនរគ្នាយើងរៀនអំពីអត្ថបទមួយដែលតាក់ទងអំពីវងសៀវមីងទៅជះមានន័យថាផ្ទះរបស់សៀវមីងមុននឹងយើងចូលអត្ថបទរបស់យើងរៀនអំពីពាក្យថ្មីអញ្ចឹងពាក្យទី1គឺណាហមានន័យថានឹងឧទាហរណ៍ដូចជាអីគេវម៉ាខ្ញុំនិងម៉ាក់អូខេហើយចំពោះចំណុចទី2ចំណុចទី2គឺទី2វិញទៀនទៀនសឺទៀនសឺមានន័យថាទូរទស្សន៍ទូទៅ我看电视ខ្ញុំមើលទូរទស្សន៍អូខេដល់ពេលទៀនអ៊ីងcònមើលទៀនណៅកុំព្យូទ័រអូខេហើយចំណុចពាក្យទី3ពាក្យថាឡៅឡៅsưមានន័យថាគ្រូបង្រៀនហើយពាក្យទី4អ៊ីសឹងគ្រូពេទ្យហើយពាក្យទី5ជាបងស្រីតែខាងក្រៅគេហៅថាម៉ៃតែម៉ៃហ្នឹងភាសាចិនបែបគ្រាមភាសាប៉ុន្តែភាសាគំនិតរបស់យើងគឺជាគឺបងស្រីហើយពាក្យទី6គេហៅថាសៀសឹងមានន័យថាសិស្សអូខេហើយដល់ពេលពាក្យទី7មានន័យថាតោមានន័យថាសិតតែអូខេហើយពាក្យទី8យាមានន័យថាក៏ចុចដែរអានោះlàថាឃ្លាភ្ជាប់អញ្ចឹងណា我也是老师ខ្ញុំក៏ជាគ្រូបង្រៀនដែរឬក៏我也医生ខ្ញុំក៏ជាគ្រូពេទ្យដែរអូខេពាក្យហិនហ្នឹងណាស់អូខេឧទាហរណ៍我很好ខ្ញុំសុខសប្បាយទេអូខេហើយពាក្យទី10មានន័យថាឯងមានន័យថាស្រឡាញ់ប៉ុន្តែដល់ពេលនិយាយយើងដាក់ហៅនៅថែមមួយទៀតឯហៅមានន័យថាចូលចិត្តវិញហ្នឹងហើយចូលចិត្តស្រឡាញ់អីចឹងទៅបាទហើយពាក្យទី11សៀមានន័យថារៀនសូត្ររៀនសូត្រយើងអាចនិយាយថារៀនសូត្រក៏បាននិយាយថារៀនក៏បានអូខេព្រោះសៀចុងវិនខ្ញុំរៀនភាសាចិនឬក៏ខ្ញុំរៀនសូត្រភាសាចិនជាដើមចឹងទៅពាក្យទី12星期天មានន័យថាថ្ងៃអាទិត្យយើងអាចនិយាយថា星期天ក៏បានឬមួយក៏អាចនិយាយបានមួយទៀតបែបទៀតថា星期日អានឹងក៏ថ្ងៃអាទិត្យដូចគ្នាហើយពាក្យទី13គឺមានន័យថា我们មានន័យថាពួកយើងដល់ពួកនេះឬមួយក៏អ្នកនរគ្នាគេហៅថានីមិនអូខេដល់ពាក្យទី14一起មានន័យថាជាមួយអូខេឧទាហរណ៍ថា我一起吃饭យើងខ្ញុំទៅញ៉ាំបាយជាមួយគ្នាឬមួយខ្ញុំទៅ我们一起吃饭មានន័យថាខ្ញុំទៅញ៉ាំបាយពួកយើងទៅញ៉ាំបាយជាមួយគ្នាអញ្ចឹងទៅដល់ពេល吃饭មានន័យថាញ៉ាំបាយអូខេអញ្ចឹងយើងអាចបង្កើតនិយាយថា我们一起吃饭ពួកយើងញ៉ាំបាយជាមួយនឹងគ្នាហ្នឹងហើយឬមួយក៏我们一起看电视មានន័យថាពួកយើងទៅមើលកុនជាមួយនឹងគ្នាអូខេខាន់មានន័យថាមើលអូខេដល់ពេលថែមហៅមួយទៀតខាន់ហៅគឺល្អមើលអូខេអញ្ចឹងពីលេខ1ដល់លេខ16នេះខ្ញុំបាននិយាយហើយឬបកអត្ថន័យឲ្យហើយឥឡូវយើងចូលអត្ថបទរបស់យើងវិញអញ្ចឹងអត្ថបទរបស់យើងគឺនិយាយពីវងមីងតើជាវងមីងតើជាមានន័យថាវងមីងមានន័យថាឈ្មោះតើមានន័យថារបស់ជាមានន័យថាផ្ទះណាអញ្ចឹងវងសៀវវងមីងតើជាមានន័យថាផ្ទះរបស់សៀវមីងវងមីងសំទោសតោះអញ្ចឹងយើងចូលអត្ថបទរបស់យើងវិញវ៉ាចៅវងមីងមានន័យថាខ្ញុំឈ្មោះវងមីងចៅនេះគឺពេលបកខ្មែរមកគឺនិយាយថាពេលនិយាយខ្មែរគឺអីគេហៅ
hai đứa mười có cái mùa cái nó mùa đó một tiếng của 我叫王小二我叫王敏ខ្ញុំឈ្មោះ小二王敏អូខេrồi mình còn ខ្ញុំហៅថា王敏我今年有21岁今年មានន័យថាឆ្នាំនេះអូខេ今年មានន័យថាឆ្នាំនេះហើយ有អីគេ有មាន21岁21岁មានន័យថា21ឆ្នាំ今年អីគេឆ្នាំនោះដល់ពេលឆ្នាំក្រោយចំណានថាម៉េចចំណានថាហូញៀនហូញៀនមួយទៀតអីគេមីងញៀនមីងញៀនឆ្នាំមួយទៀតអូខេអានេះហូញៀនអានេះឆ្នាំក្រោយអានេះមីងញៀនឆ្នាំទៅមួយទៀតអូខេអញ្ចឹងគាត់និយាយថា我今年有21岁មានន័យថាឆ្នាំនេះខ្ញុំអាយុ21ឆ្នាំអូខេ我家有4口人មានន័យថាជាមានន័យថាផ្ទះដល់ពេលខោរនមានន័យថាសមាជិកខោបើយើងនិយាយខោទៅទេគឺមាត់ដល់ពេលរនមនុស្សពេលបូចូលគ្នាមិនមែនមាត់មនុស្សទេណាគឺសមាជិកអញ្ចឹងមានន័យថាក្នុងសមាជិកគ្រួសាររបស់ខ្ញុំនឹងគឺមានចំនួន4នាក់គឺមានអ្នកគេខ្លះប៉ាមានន័យថាមានប៉ាម៉ាម៉ាមានន័យថាម៉ាក់ជាមានន័យថាបងស្រីហពាក្យដែលយើងរៀនមិញហ្នឹងពាក្យគេហហ្នឹងមានន័យថានឹងអូខេ我មានន័យថាខ្ញុំអញ្ចឹង我家有4口人爸爸妈妈姐姐和我អញ្ចឹងមានន័យថាសមាជិកគ្រួសាររបស់ខ្ញុំមានម្នាក់មាន4នាក់មានប៉ាម៉ាក់បងស្រីនិងខ្ញុំអូខេប៉ាប៉ាសអីគេសមានន័យថាគឺជាឬមកក៏បានចាស់ឧទាហរណ៍គេហៅឈ្មោះយើងហៅឈ្មោះគេវ៉ាមីងអូខេយើងអាចនិយាយថាសនឹងក៏បានដែរអញ្ចឹងណានឹងឧទាហរណ៍មិនតែវាលក្ខណៈជាប្រយោគចេះសមានន័យថាគឺជាអូខេឡៅសឺមានន័យថាគ្រូបង្រៀនបាទអញ្ចឹងប៉ាសឺឡៅសឺមានន័យថាប៉ាគឺជាគ្រូបង្រៀនម៉ាម៉ាមានន័យថាម៉ាក់ដល់ពេលអ៊ីសឹងមានន័យថាគ្រូពេទ្យចុះមន្ទីរពេទ្យចំណានថាម៉េចវិញអ៊ីយៀនអ៊ីយៀនមន្ទីរពេទ្យហ៎អ៊ីយៀនមានន័យថាមន្ទីរពេទ្យអូខេអ៊ីសឹងមានន័យថាគ្រូពេទ្យដល់ពេលអ៊ីយៀនមន្ទីរពេទ្យអូខេម៉ាម៉ាសឺអ៊ីសឹងមានន័យថាម៉ាក់គឺជាគ្រូពេទ្យមួយទៀតជាគេបងស្រីសឺគេគឺជាបាក់ចាស់ដដែល学生មានន័យថាសិស្សជាសឺ学生មានន័យថាម៉េចមានន័យថាបងស្រីគឺជាសិស្ស我也是学生也គេក៏មួយឬមួយក៏ដែរអញ្ចឹងគ្រានឹងគឺភ្ជាប់ជាមួយអ្នកគេភ្ជាប់ជាមួយនឹងបងស្រីនេះជា是学生我也是学生មានន័យថាបងស្រីគឺជាសិស្សហើយខ្ញុំក៏គឺជាសិស្សដែរអូខេ我们មានន័យថាម៉េចពាក្យទី13របស់យើងនេះអីគេពួកយើងតើអូខេតោមានន័យថាសិតតែអូខេហនមានន័យថាណាឯយើងអាចដាក់ពាក្យហៅក៏បានដែរឯហៅចូលចិត្តដូចគ្នាឬមកក៏ស្រឡាញ់អូខេសៀស៊ីមានន័យថារៀនសូត្រអញ្ចឹង我们都很爱学习មានន័យថាពួកយើងសិតតែចូលចិត្តឬមកក៏ស្រឡាញ់ការរៀនសូត្រអូខេ
星期天មានន័យថាថ្ងៃអាទិត្យ woman យើងតែនិយាយហើយគ្នាមិញហ្នឹងគឺគេពួកយើងអូខេ 一起មានន័យថាជាមួយដូចខ្ញុំបានបញ្ជាក់អញ្ចឹងនេះ一起មានន័យគេ一起吃饭吃饭នេះគេញ៉ាំបាយអញ្ចឹង woman 一起吃饭មានន័យថាពួកយើងញ៉ាំបាយជាមួយនឹងគ្នាអូខេហើយមួយទៀតគេនិយាយថា一起看电视អញ្ចឹងអានឹងភ្ជាប់គ្នាថា一起看电视មានន័យថាម៉េចទូរទស្សន៍អូខេ一起看电视មានន័យថាទៅមើលទូរទស្សន៍ជាមួយគ្នាចុះទៅមើលកូនជាមួយនឹងគ្នាវិញថាម៉េចវិញ一起看电影អូខេ一起看电影ខ្ញុំទៅមើលកូនឡើងណាទៅមើលកូនជាមួយនឹងគ្នាអូខេ我很爱我的家我អីគេ我ខ្ញុំទៅពេលនេះនេះអូខេ很អីគេ很ណាស់អូខេ愛អីគេស្រឡាញ់អូខេ我តរ៉ៃនេះដល់ពេល我的អីគេ我的ខ្ញុំរបស់ខ្ញុំអូខេជាមានន័យថាផ្ទះអញ្ចឹងពាក្យហ្នឹងថា我很爱我的家ខ្ញុំស្រឡាញ់ផ្ទះរបស់ខ្ញុំណាស់អូខេណាហ្នឹងគឺចុងក្រោយគេសកត់នៅអញ្ចឹងណាហ្នឹងហើយតោះឥឡូវខ្ញុំអានឲ្យស្ដាប់ហើយខ្ញុំនឹងបកប្រែជូនឲ្យអ្នកនរគ្នា王明的家我叫王明我今年有21岁ចឹងមានន័យថាខ្ញុំឈ្មោះវងមីងឆ្នាំហ្នឹងខ្ញុំអាយុ21ឆ្នាំអូខេ我家有4口人爸爸妈妈姐姐和我អូខេអញ្ចឹងមានន័យថាសមាជិកគ្រួសាររបស់ខ្ញុំឬមួយក៏សមាជិកគ្រួសារខ្ញុំមាន4នាក់មានប៉ាម៉ាក់បងស្រីនិងខ្ញុំប៉ាប៉ា是老师ម៉ាម៉ា是医生មានន័យថាប៉ាគឺជាគ្រូពេទ្យគ្រូបង្រៀនម៉ាក់គឺជាគ្រូពេទ្យអូខេ姐姐是学生我也是学生មានន័យថាបងស្រីគឺជាសិស្សខ្ញុំក៏ជាសិស្សដែរ我们都很爱学习ពួកយើងសិតតែចូលចិត្តការរៀនសូត្រឬមួយក៏ពួកយើងសិតតែស្រឡាញ់ការរៀនសូត្រ星期天ថ្ងៃអាទិត្យ我们一起吃饭មានន័យថាពួកយើងទៅញ៉ាំបាយជាមួយនឹងគ្នា一起看电视មានន័យថាទៅមើលទូរទស្សន៍ជាមួយនឹងគ្នា我很爱我的家មានន័យថាខ្ញុំស្រឡាញ់ផ្ទះរបស់ខ្ញុំអូខេឥឡូវខ្ញុំអានឲ្យមកចប់ថែមទៀតតែខ្ញុំបកឲ្យទេខ្ញុំអានយកតែម្ដងតោះ我王明的家我叫王明我今年有21岁我家有4口人爸爸妈妈姐姐和我爸爸是老师妈妈是医生姐姐是学生我也是学生我们都很爱学习星期天我们一起吃饭一起看电视我很爱我的家អូខេអញ្ចឹងទៅដល់ផ្ទះពេលដែលយើងបញ្ចប់ការរៀននឹងទៅអ្នកនរគ្នាអាចយកទៅមើលខ្លួនឯងបន្ថែមបើមានចម្ងល់อะไรណាអាចសួរខ្ញុំបាន